អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាជំរុញការពង្រឹងគុណភាពអប់រំដើម្បីឲ្យពលរដ្ឋក្លាយជាមូលធនមនុស្សថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំយុវជននិងកីឡាឆ្នាំ2024ឆ្នាំ2025និងលើកទិសដៅការងារសម្រាប់ឆ្នាំ2025និងឆ្នាំ2026នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តបៃលិននៅព្រឹកថ្ងៃទី5ខែកុម្ភៈឆ្នាំ2026ដែលមានការចូលរួមពីឯកឧត្តមខាត់សុគឿនសមាជិកក្រុមប្រឹក្សាខេត្តលោកសុកពិសីអភិបាលរងនៃគណៈអភិបាលខេត្តបៃលិនកងកម្លាំងប្រដាប់អាវុធទាំង3ប្រភេទថ្នាក់ដឹកនាំមន្ទីរអង្គភាពអាជ្ញាធរក្រុងស្រុងក៏ដូចជាលោកគ្រូអ្នកគ្រូនាយករងសាលាគ្រប់កម្រិតនិងវិស័យឯកជនទូទាំងខេត្តបៃលិនឯកឧត្តមវង្សភិរុនអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានក្រើនរំលឹកចំពោះលោកគ្រូអ្នកគ្រូត្រូវខិតខំពង្រឹងគុណភាពអប់រំក្នុងការបង្រៀនឲ្យបានកាន់តែប្រសើរឡើងដើម្បីប្រែក្លាយកម្រិតនៃការអប់រំដល់សិស្សានុសិស្សដែលជាពលរដ្ឋបន្តវេនរបស់កម្ពុជាយើងក្លាយទៅជាមូលធនមនុស្សក្នុងការអភិវឌ្ឍសង្គមជាតិឯកឧត្តមបន្តថាដើម្បីឲ្យគោលនយោបាយរបស់ក្រសួងអប់រំយុវជននិងកីឡាទទួលបានជោគជ័យគឺសំណូមពរសូមឲ្យលោកគ្រូអ្នកគ្រូបុគ្គលិកអប់រំទាំងអស់ត្រូវចូលរួមក្នុងការបង្រៀនប្រកបដោយគុណភាពប្រសិទ្ធភាពនិងបុរេសកម្មព្រមជាមួយការច្នៃប្រឌិតខ្ពស់ក៏ដូចជាការកសាងនៅហេដ្ឋារចនាសម្ព័ន្ធរបស់សាលាឲ្យបានគ្រប់គ្រាន់និងប្រកបដោយផាសុកភាពឯកឧត្តមបញ្ជាក់ថាដើម្បីឲ្យសិស្សានុសិស្សចាត់ទុកសាលារៀនគឺជាផ្ទះរបស់ខ្លួនចាំបាច់ត្រូវមានការចូលរួមពីលោកគ្រូអ្នកគ្រូនិងអាណាព្យាបាលដែលជាគណៈត្រួតត្រងសាលាក្នុងការចូលរួមចំណែកអភិវឌ្ឍសាលារៀនឲ្យក្លាយទៅជាកន្លែងដែលគេស្រឡាញ់នឹករលឹកនិងមានអារម្មណ៍ចង់រៀនចង់មកសាលាដោយក្នុងនោះការរៀបចំឲ្យមានសួនច្បារការដាំដើមឈើការបង្កើតនៅបណ្ណាល័យនិងការបញ្ចូលនៅបច្ចេកវិទ្យាក្នុងការបង្រៀនថ្មីៗដល់សិស្សានុសិស្សជាមួយគ្នានេះឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តបៃលិនមន្ទីរអប់រំយុវជននិងកីឡានិងអ្នកពាក់ព័ន្ធដែលបានរួមចំណែកក្នុងការធ្វើឲ្យវិស័យអប់រំមានក្នុងខេត្តមានការរីកចម្រើនដោយក្នុងនោះមានសាលារៀនមួយចំនួនក៏ទទួលបានជ័យលាភីពីក្រសួងអប់រំយុវជននិងកីឡាក្នុងនាមជាសាលាគំរូទាំងក្នុងកម្រិតបឋមសិក្សាអនុវិទ្យាល័យនិងវិទ្យាល័យជាមួយនឹងការរីកចម្រើនទៅលើវិស័យអប់រំឯកឧត្តមក៏បានបញ្ជាក់ផងដែរអំពីបញ្ហាប្រឈមមួយចំនួនដែលនៅតែកើតមានក្នុងនោះរួមមានអត្រាការបោះបង់ការសិក្សារបស់សិស្សអត្រាការរៀនត្រួតថ្នាក់របស់សិស្សានុសិស្សផងដែរយោងតាមទិន្នន័យរួមទូទាំងប្រទេសសិស្សដែលបានចុះឈ្មោះចូលរៀននៅក្នុងកម្រិតបឋមសិក្សាក្នុងមួយឆ្នាំមានប្រមាណជាង2លាននាក់ហើយសិស្សានុសិស្សបានបោះបង់ការសិក្សានៅសល់ប្រមាណជាង70,000នាក់នៅកម្រិតអនុវិទ្យាល័យនិងនៅកម្រិតវិទ្យាល័យគឺប្រមាណជាង40,000នាក់អត្រានេះបានបង្ហាញឲ្យឃើញថាការបោះបង់ការសិក្សារបស់សិស្សានុសិស្សមានចំនួនច្រើននៅឡើយដែលចាំបាច់ក្រសួងអប់រំយុវជននិងកីឡារដ្ឋបាលអាជ្ញាធរដែនដីគ្រប់ថ្នាក់រួមជាមួយនឹងមន្ទីរអប់រំយុវជននិងកីឡាត្រូវគិតគូរឲ្យបានហ្មត់ចត់និងយកចិត្តទុកដាក់ក្នុងការពិនិត្យនិងការតាមដានរបស់សិស្សានុសិស្សក៏ដូចជាការជំរុញដល់មាតាបិតាអាណាព្យាបាលផងដែរឯកឧត្តមបានស្នើឲ្យអង្គសន្និបាតពិភាក្សានិងរំលេចនៅចំណុចសំខាន់មួយចំនួនទាំងនេះដើម្បីធ្វើយ៉ាងណាឲ្យសិស្សានុសិស្សបានបន្តការសិក្សាយ៉ាងហោចណាស់ដល់ត្រឹមកម្រិតទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងធានាបានអត្រាការសិក្សានៅថ្នាក់ឧត្តមសិក្សាក្នុងកម្រិត 60% យោងតាមរបាយការណ៍របស់លោកតង់ធីរ៉ាប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបៃលិនបានឲ្យដឹងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិសម័យប្រឡងថ្ងៃទី14ខែកក្កដាឆ្នាំ2025មានបេក្ខជនសរុបចំនួន927នាក់ស្រី508នាក់បេក្ខជនប្រឡងជាប់សរុបចំនួន891នាក់ស្មើនឹង 97.16% ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានបេក្ខជនប្រឡងចំនួន603នាក់ស្រី382នាក់សរុបភាគរយប្រឡងជាប់ចំនួន 87.42% ក្នុងនោះទទួលបាននិទ្ទេស A ចំនួន3នាក់ B ចំនួន17នាក់ C ចំនួន115នាក់
D ចំនួន228នាក់និងនិទេស E ចំនួន158នាក់នៅក្នុងរបាយការណ៍ដដែលបញ្ជាក់ថាសម្រាប់ស្ថានភាពវិស័យអប់រំនៅក្នុងឆ្នាំសិក្សា2025-2026គឺមានគ្រឹះស្ថានមធ្យមសិក្សាសាធារណៈចំនួន9កន្លែងក្នុងនោះវិទ្យាល័យចំនួន4និងអនុវិទ្យាល័យចំនួន5មានសិស្សចំនួន5870នាក់ស្រី3168នាក់គ្រឹះស្ថានមធ្យមសិក្សាឯកជន1កន្លែងក្នុងនោះវិទ្យាល័យចំនួន1សិស្សសរុបចំនួន191នាក់ស្រី109នាក់គ្រឹះស្ថានបឋមសិក្សាសាធារណៈសរុបចំនួន52សាលាសិស្សសរុបចំនួន11212នាក់ស្រី5511នាក់គ្រឹះស្ថានបឋមសិក្សាឯកជនសរុបចំនួន9សាលាដែលមានសិស្សសរុបចំនួន1297នាក់ស្រី625នាក់មត្តេយ្យសិក្សាសាធារណៈមានចំនួន24សាលាមានសិស្សសរុប1476នាក់ស្រី728នាក់មត្តេយ្យសិក្សាសហគមន៍ចំនួន12កន្លែងដែលមានសិស្សសរុប318នាក់ស្រី171នាក់និងមត្តេយ្យសិក្សាឯកជនមានចំនួន10កន្លែងដែលមានសិស្សសរុបចំនួន564នាក់ស្រី282នាក់